ប្អូនកម្ពុជាគឺមិនបានកំណត់ខណ្ឌសីមាឬក៏ការបកបង្កលព្រំដែនថ្មីអ្វីជាមួយនឹងប្រទេសថៃនោះទេការងារដែលគេធ្វើមកនេះគឺគ្រាន់តែជាជំហានដំបូងក្នុងការកំណត់ខណ្ឌសីមានិងការសម្គាល់ទីតាំងព្រំដែនតែប៉ុណ្ណោះការអនុវត្តជំហាននេះគឺគេមានគោលបំណងរុះរកនិងកំណត់ទីតាំងបង្គោលដើមដែលគេប្រើជាសញ្ញាតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះចំពោះបង្គោលដែលគេជួសជុលហើយលាបពណ៌សនោះវាគឺជាបង្គោលចាស់តែប៉ុណ្ណោះគឺគេគ្រាន់តែយកទៅជួសជុលនិងលាបពណ៌ថ្មីនៅលើបង្គោលចាស់នេះឯងលើពីនេះការខណ្ឌសីមាក៏ត្រូវបានអនុវត្តឡើងវិញតាមបែបស្ដារឡើងសារជាថ្មីដោយផ្អែកលើការចែងនិងបទបញ្ញត្តិនានានៅក្នុងសន្ធិសញ្ញាឆ្នាំ1907ដែលជាមូលដ្ឋានសំខាន់ក្នុងការកំណត់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃឯកសារប្រវត្តិសាស្ត្រនិងផែនទីបុរាណដែលបានកំណត់តាំងពីសម័យអាណានិគមបារាំងគឺគេបានយកមកធ្វើជាមូលដ្ឋានក្នុងការត្រួតពិនិត្យប្រៀបធៀបនិងសម្គាល់ឡើងវិញនៅលើចំណុចព្រំដែនដែលពាក់ព័ន្ធនេះបញ្ជាក់ថាការខណ្ឌសីមារវាងកម្ពុជានិងថៃគឺត្រូវបានអនុវត្តតាមគោលការណ៍ច្បាប់អន្តរជាតិនិងការយល់ព្រមរួមរវាងប្រទេសកម្ពុជានិងប្រទេសថៃដោយការគោរពទៅលើផែនទីដែលសល់ពីសម័យបុរាណនិងឯកសារប្រវត្តិសាស្ត្រដែលមានសុពលភាពការកំណត់ព្រំដែននេះគឺដើម្បីស្ដារនិងបញ្ជាក់ឡើងវិញនៅលើព្រំដែនដែលមានស្រាប់មិនមែនជាការបង្កើតព្រំដែនថ្មីឬក៏ការផ្លាស់ប្ដូរទិសដៅព្រំដែនអ្វីនោះឡើយដោយហេតុនេះការងារដែលកម្ពុជានិងថៃកំពុងតែធ្វើរួមគ្នានេះគឺជាការធ្វើការងារបន្តដែលមានមូលដ្ឋានត្រឹមត្រូវទៅតាមឯកសារប្រវត្តិសាស្ត្រនិងតាមគោលការណ៍ច្បាប់អន្តរជាតិការងារនេះក៏មានទិសដៅនៅក្នុងការពង្រឹងសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរផងដែរ